នារី17ឆ្នាំរួមដៃជាមួយសង្សារដាក់ថ្នាំកណ្ដុរបំពុលអាហារឪពុកម្ដាយបន្ទាប់ពីត្រូវបានហាមឃាត់មិនឲ្យជួបគូស្នេហ៍ថ្មីនេះករណីគួរឲ្យរន្ធត់មួយបានកើតឡើងនៅឯប្រទេសប្រេស៊ីលបន្ទាប់ពីនារីវ័យក្មេងម្នាក់ត្រូវបានប៉ូលីសឃាត់ខ្លួនពាក់ព័ន្ធនឹងការដាក់ថ្នាំពុលលើអាហារដែលរៀបចំជូនឪពុកម្ដាយនិងបងជីដូនមួយរបស់នាងដោយសារតែខឹងគ្រួសារហាមឃាត់មិនឲ្យជួបសង្សារហើយហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Nova Serrana រដ្ឋមីណាជាវ៉ាយប្រទេសប្រេស៊ីលប៉ូលីសប្រេស៊ីលបានបញ្ជាក់ថានារីរូបនេះមានអាយុត្រឹមតែ17ឆ្នាំប៉ុណ្ណោះហើយបានសារភាពថាខ្លួនបានយកថ្នាំពុលប្រភេទឈុំបាយូដែលជាថ្នាំសម្រាប់សត្វកណ្ដុរយកទៅលេខអាហារជូនម្ដាយអាយុ35ឆ្នាំឪពុកអាយុ41ឆ្នាំនិងបងជីដូនមួយអាយុ36ឆ្នាំរៀបចំជូនគាត់ពិសាបើតាមការអង្កេតមុនពេលកើតហេតុនារីវ័យក្មេងរូបនេះបានឆ្លោះប្រកែកយ៉ាងខ្លាំងជាមួយឪពុកម្ដាយដោយសារតែការហាមឃាត់ទំនាក់ទំនងស្នេហារបស់នាងដោយលោក Renato ដែលជាអ្នកនាំពាក្យប៉ូលីសខាងប្រេស៊ីលបានដឹងថាគ្រួសាររបស់នាងមិនពេញចិត្តនឹងទំនាក់ទំនងស្នេហានេះឡើយដូច្នេះនាងបានយកអាហារចំនួន3ចានរៀបចំជាប្រចាំដាក់ថ្នាំពុលជាពិសេសជូនគ្រួសារលោកបន្ថែមទៀតថាថ្នាំពុលនោះត្រូវបានគេរកឃើញនៅក្នុងផ្ទះហើយនារីរូបនេះក៏បានរៀបរាប់ពីការចំនួនទាស់សម្ដីជាមួយឪពុកម្ដាយលុះដល់ពេលព្រឹកព្រលឹមមុនពេលកើតហេតុនាងក៏បានចេញពីផ្ទះដោយគ្មានការអនុញ្ញាតប៉ូលីសក៏បានរកឃើញគ្រាប់ល្អិតតូចៗដែលគេជឿថាជាប្រភេទថ្នាំពុលលេនៅក្នុងអាហារផងដែរសំណាងល្អបងជីដូនមួយរបស់នាងបានញ៉ាំម្ហូបតែបន្តិចប៉ុណ្ណោះហើយក៏បានសម្គាល់ឃើញថាមានសភាពមិនប្រក្រតីទើបឈប់ញ៉ាំភ្លាមហើយក៏បានប្រាប់ឪពុកម្ដាយឲ្យឈប់ញ៉ាំតែម្ដងបន្ទាប់មកគ្រួសារក៏បានសម្រេចចិត្តមិនបរិភោគអាហារនោះទេហើយក៏បាននាំគ្នាទៅមន្ទីរពេទ្យដើម្បីលាងក្រពះនិងតាមដានសុខភាពបើទោះបីជាស្ថានភាពមិនធ្ងន់ធ្ងរក៏ដោយបច្ចុប្បន្ននារីអាយុ17ឆ្នាំរូបនេះត្រូវបាននាំទៅកាន់ប៉ូលីសប្រេស៊ីលជាមួយនឹងមេធាវីកំពុងស្ថិតនៅក្រោមនីតិវិធីសួរនាំនិងដំណើរការតុលាការតាមផ្លូវច្បាប់